ឆ្នាំ2026គណៈប្រតិភូបញ្ជាការដ្ឋានកងការពារអាកាសទ័ពអាកាសនៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍តូវូហុងសឿនមេបញ្ជាការកងការពារអាកាសទ័ពអាកាសនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍សឹងសំណាងអគ្គមេបញ្ជាការរងនៃកងទពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងអាកាសនៅបញ្ជាការដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុងក្នុងឱកាសដែលគណៈប្រតិភូបញ្ជាការដ្ឋានកងការពារអាកាសទ័ពអាកាសនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល4ថ្ងៃគឺចាប់ពីថ្ងៃទី22រហូតដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2026នាយឧត្តមសេនីយ៍សង្ឃសំណាងបានសម្ដែងការស្វាគមន៍និងបានបញ្ជាក់ថានេះគឺជាលើកទី1ហើយដែលកងទ័ពជើងអាកាសកម្ពុជាបានទទួលស្វាគមន៍គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារអាកាសទ័ពអាកាសនៃកងទ័ពប្រជាជនវៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាឯកឧត្តមសង្ឃសំណាងក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសនិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលជានេជការតែងតែជួយផ្ដល់ការគាំទ្រដល់កងយុទ្ធពលខេមរភូមិន្ទទាំងស្មារតីនិងសម្ភារៈក៏ដូចជាសកម្មភាពផ្សេងទៀតដែលទាំងនេះបានបង្ហាញពីការវិវត្តនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរល្អលើគ្រប់វិស័យជាក់ស្ដែងភាគីវៀតណាមតែងតែបានផ្ដល់នូវជំនួយនិងការគាំទ្រជាច្រើនក៏ដូចជាការផ្ដល់វគ្គហ្វឹកហ្វឺនការបណ្ដុះបណ្ដាលក្នុងការកសាងធនធានមនុស្សនិងពិនិត្យព្យាបាលជំងឺដល់នាយទាហាននៃកងយុទ្ធពលខេមរភូមិន្ទឯកឧត្តមសង្ឃសំណាងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាមដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរបស់ក្រុម IOT និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលបានចុះទៅពិនិត្យផ្ទៀងផ្ទាត់និងធ្វើរបាយការណ៍ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃដើម្បីជួយជាសាក្សីនិងជំរុញដល់ការអនុវត្តបទឈប់បាញ់កន្លងមកនិងជាពិសេសភាគីវៀតណាមនៅតែបន្តគាំទ្រយន្តការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃដោយភាគីវៀតណាមបានចាត់បញ្ជូននាយទាហាននៃកងទ័ពប្រជាជនវៀតណាមមកចូលរួមរាល់សកម្មភាពជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ផងដែរឯកឧត្តមសង្ឃសំណាងបានបញ្ជាក់ទៀតថាក្រសួងការពារជាតិទាំងពីរកម្ពុជាវៀតណាមបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងកិច្ចប្រជុំនានារវាងកម្ពុជាវៀតណាមជាពិសេសកិច្ចជំនួបប្រស្រ័យថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនិងកិច្ចជំនួបប្រស្រ័យនាយទាហានវ័យក្មេងមានមតិឆ្លើយតបវិញឯកឧត្តមសេនីយ៍តូវូហុងសឿនបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជាវៀតណាមដែលបានធ្វើកិច្ចសហការជួយគ្នាទៅវិញទៅមកនៅការរីកចម្រើនដល់កងទ័ពប្រទេសទាំងពីរតកតងទៅនឹងបញ្ហាចំនួនព្រំដែននិងទឹកដីជាមួយថៃឯកឧត្តមបានសម្ដែងការគាំទ្រចំពោះជំហររបស់កម្ពុជានឹងបានបញ្ជាក់ពីជំហររបស់វៀតណាមក្នុងការដោះស្រាយចំនួនតាមរយៈមធ្យោបាយសន្តិភាពប្រកាន់ខ្ជាប់នៅច្បាប់អន្តរជាតិនិងមិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជាចុងក្រោយភាគីទាំងពីរបានឯកភាពគ្នាអនុវត្តនៅកិច្ចសហប្រតិបត្តិការដែលបានលើកឡើងក្នុងអំឡុងពេលពិភាក្សាក្នុងជំនួបនេះដែលផ្ដោតសំខាន់លើសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគីដែលនឹងរួមចំណែកដល់ការពង្រីកនៅទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរវៀតណាមកម្ពុជាតទៅអនាគតខាងមុខទៀតបន្ទាប់ពីបានបញ្ចប់ជំនួបពិភាក្សាទ្វេភាគីឯកឧត្តមសេនីយ៍តូវូហុងសឿនមេបញ្ជាការកងការពារអាកាសទ័ពអាកាសនៃកងទ័ពប្រជាជនវៀតណាមនិងគណៈប្រតិភូអមដំណើរបានបន្តដំណើរចុះពិនិត្យមើលអំពើសកម្មភាពរបស់សិក្ខាកាមកងទ័ពជើងអាកាសកម្ពុជាដែលកំពុងសិក្សាជំនាញទ័ពអាកាសនៅសាលាហ្វឹកហ្វឺនទ័ពអាកាសនិងបានអញ្ជើញពិនិត្យមើលនៅសំណង់អគារនានាដែលជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាមដែលផ្ដល់ជូនកន្លងមកដល់បញ្ជាការដ្ឋានកងទ័ពជើងអាកាស